បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានសម្រាយវីដេអូពីរបៀបនៃការដាក់ទ្វារបាទហេតុនេះដែរជាងរបស់យើងក៏កំពុងតែធ្វើការដំឡើងនិងមើលការថ្លឹងរបៀបមកខាងទៅមកខាងបាទដើម្បីចាក់ជាស្ដែងដើម្បីដាក់ទ្វារទៅវាត្រឹមត្រូវហើយនឹងត្រង់ទៅតាមបច្ចេកទេសនៃវិស្វករអញ្ចឹងណាបងប្អូនអរគ្នាហើយពីអ្នកនេះដែរគឺគាត់គឺជាជាងបាទគាត់ជាងដំឡើងខាងក្រមទ្វារអញ្ចឹងណាបងប្អូនអរគ្នាបាទហើយមុននឹងគាត់ដាក់ហ្នឹងបាទគាត់ត្រូវលើកទ្វារនិងកលទៅតាមអ្វីຂະຫນាតដែលខាងវិស្វករឬក៏អង្គញើដាក់អញ្ចឹងណាបងប្អូនអរគ្នាបាទហើយគាត់ក៏ត្រូវការឧបករណ៍ផ្សេងដែរបាទដូចជាបុស្សាហើយនឹងអីចឹងណាបងប្អូនណាហើយការដំឡើងនេះមិនមែនស្រួលទេបងប្អូនគឺមានការពិបាកមែនទែនបាទបើយើងអត់ចេះណាបងប្អូនអរគ្នាតែសម្រាប់យើងចេះយើងជាជាងជំនាញនេះយើងត្រូវការបច្ចេកទេសដើម្បីមកផ្សារហើយនឹងការដំឡើងទ្វារនេះដែរណាបងប្អូនអរគ្នាហើយដូចជាក្នុងវីដេអូនេះដែរខ្ញុំចង់ប្រាប់បងប្អូនថាការដំឡើងទ្វារនីមួយៗគឺត្រូវការថ្លឹងហើយនឹងបច្ចេកទេសខ្លាំងមែនទែនបាទដើម្បីធ្វើការដាក់ទ្វារមួយឲ្យបានអញ្ចឹងណាហើយយើងត្រូវការផ្សារយើងត្រូវការសម្លឹងវាដើម្បីផ្សារភ្ជាប់វាអញ្ចឹងបងប្អូនហើយការផ្សារនេះដែរគឺយើងត្រូវការសម្លឹងមែនទែនបងប្អូនបាទដើម្បីឲ្យទឹកផ្សារយើងនឹងវាជាប់បានល្អដូចជាវីដេអូនេះដែរបាទជាងគាត់កំពុងតែផ្សារអញ្ចឹងណាផ្សារដើម្បីឲ្យវាជាប់ហើយនឹងទ្វារយើងបានសមិទ្ធផលមួយដែលគួរឲ្យកត់សម្គាល់អញ្ចឹងដើម្បីយើងប្រើប្រាស់ប្រចាំថ្ងៃទៅវាអត់មានបញ្ហាឬក៏ការបែកបាក់ខូចខាតអីទៅថ្ងៃមុខទៀតអញ្ចឹងបងប្អូនអរគ្នាបាទហើយការផ្សារនេះដែរគឺផ្សារដោយកម្លាំងភ្លើងខ្លាំងគួរសមដែរបងប្អូនអរគ្នាបាទដើម្បីឲ្យទឹកផ្សារយើងស្អាតអញ្ចឹងអរគុណ